យើងឆ្លៀតចុះមកបេះស្លឹកឈូកបន្តិចនៅជាប់គ្នាហ្នឹងកន្លែងសំណង់ហ្នឹងបឹងឈូកហ្នឹងជាប់តែគ្នានេះមកស្លឹកឈូកល្អម្លេះចូលតិចសិនឈូកល្អល្អវ៉ាធំធំខ្ពស់ខ្ពស់មកប៉ុណ្ណាណៃអូ my god នឹងខ្យងមកមាត់ត្រីrồiនេះកន្លែងគេជុកអាចចានេះនឹងខ្យងវ៉ាសមុទ្រត្រីខ្យងក្តាំងក្តេះខ្យងស្រួយអាចចាទៅវិញសិនកើតទេអូនេះអត់មានទប់ទឹកគេធ្វើទប់ទឹកមកនេះវ៉ាវនេះបងប្អូននេះចូលនេះតិចទៀតអូសមុទ្រត្រីឡើយនេះវ៉ាវនេះស្លាប់វាប៉ុនណាណៃអូពួកនេះឡើងតាមដើមឈើឈូកនេះនេះមាត់ត្រីទឹកវារីងនៅមកក្លុកនេះមកមាត់ត្រីខ្យងណាគេដាក់មីននេះមួយដុំអូយចាំមកស្អុយមកកន្លែងទៀតសិនជូបយើងល្អជូបយើងឈូកនឹងឃើញចឹងកុំនេះដឹកទៅក្រៅប្រទេសអូយពុតទៅហើយយ៉ានេះព្រៃហ្នឹងបែបមានអីពិសេសហើយព្រៃហ្នឹងមានតាគៀតដល់ហ្នឹងមានកថាដើកមុនមានដើកកូនដើកវងប៉ុនកោដៃថាជន់អាចមែនសាំវិញបានណាជន់អាចហើយអូនេះចេញមួយនេះទៅមកប៉ះដឹកគ្រាប់ឈូកយកទៅកាណាដាបានមកប៉ះអស់ដឹកទៅម្ល៉ានអូខេជូនពលម្ល៉ានអស់ដល់គោលដៅបានលុយមកវិញឆាប់ដើរលេង